Cam Top Tech សួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នានេះគឺជា Smartphone Huawei P8 Lite Smartphone ស៊េរី Huawei P8 ត្រូវបានក្រុមហ៊ុន Huawei ប្រកាសចេញជា3ស៊េរីគឺ Huawei P8 Max Huawei P8 ធម្មតានិង Huawei P8 Liteបាទនេះគឺជា Huawei P8 នៅក្នុងប្រអប់យើងមានឃើញមជុលសម្រាប់ចាក់ជើង SIM និងមានឆ្នាំងសាកហើយនឹងមានកាសរបស់វាផងដែរនេះគឺជាសាស្ត្រដូច្នេះបន្ទាប់ទៅនេះសូមបងប្អូននិងប្រិយមិត្តទាំងអស់គ្នាតាមដានពីការបង្ហាញអំពីលក្ខណៈសម្បត្តិនៃ Smartphone ស៊េរីថ្មី Huawei P8 Lite Huawei P8 Lite គឺជាប្រភេទ Smartphone ដែលមានកម្រាស់ស្ដើងត្រឹមតែ 7.7 មីលីម៉ែត្រប៉ុណ្ណោះនៅផ្នែកខាងក្រោមត្រង់កន្លែងសាកថ្មគឺមានរុន speaker និងរុនចាប់សំឡេងនៅពេលដែលយើង call ម្ដងចំណែកឯនៅចំហៀងផ្នែកខាងឆ្វេងវិញក្រុមហ៊ុន Huawei បានទុក Smartphone នេះឲ្យស្រឡះមិនមានការបំពាក់នៅកុងតាក់ឬក៏ប៊ូតុងថាមពលនោះទេប៉ុន្តែបើសិនជាយើងក្រឡេកមកផ្នែកខាងស្ដាំវិញយើងនឹងឃើញថា Smartphone ស៊េរី P8 Lite មាន SIM ចំនួន2និងនៅក្បែរនោះដែរគឺមានប៊ូតុង Power ហើយនិងប៊ូតុងកុងតាក់សម្រាប់បិទបើកសំឡេងផងដែរចំណែកឯនៅផ្នែកខាងលើវិញគឺមានរុនតូចមួយសម្រាប់ចាប់សំឡេងនៅពេលដែលយើងថតវីដេអូនិងមានរុនកាសមួយនៅក្បែរនឹងផងដែរជាពិសេស Smartphone Huawei P8 Lite នេះគឺជា Smartphone ដែលមានកាមេរ៉ារាបស្មើមិនលៀនចេញក្រៅនោះទេកាមេរ៉ាខាងក្រោយរបស់វាមានទំហំ13 megapixel ជាពិសេស Smartphone Huawei P8 Lite នេះគឺជា Smartphone ដែលមានកាមេរ៉ារាបស្មើទំហំកាមេរ៉ាខាងក្រោយរបស់វាមានទំហំ13 megapixel អមដោយក្រប flash មួយដែលមានទម្រង់ដូចជាក្រប flash នៅលើ iPhone 5s ប៉ុន្តែជាប្រភេទក្រប flash ដែលមានពណ៌តែមួយប្រភេទតែប៉ុណ្ណោះចំណែកកាមេរ៉ាមុខរបស់ Huawei P8 Lite នេះគឺមានទំហំ5 megapixel ដែលអាចថតរូបបានយ៉ាងច្បាស់ចំណែកទំហំអេក្រង់ Huawei P8 Lite នេះគឺមានទំហំ5 inch ដែលជាទំហំអេក្រង់ដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន Huawei P8 Lite មាន RAM ទំហំ 2GB និង CPU 1.2 GHz អង្គចងចាំខាងក្នុងរបស់វាមានទំហំ 16GB ដែលមានដង់ស៊ីតេអេក្រង់ជាប្រភេទ HD គឺ720x × 1280ទំហំរាងរើរបស់ Huawei P8 Lite នេះគឺជាទំហំធំល្មមងាយស្រួលនៅក្នុងការចាប់កាន់ប្រើប្រាស់ Huawei P8 Lite ត្រូវបានបំពាក់មកជាមួយនៅពុម្ពអក្សរខ្មែរស្រេចតែម្ដងមិនថាតែនៅលើកម្មវិធីសម្រាប់បើកអ៊ីនធឺណិតឬក៏នៅលើកម្មវិធី Facebook នោះទេ Huawei P8 Lite មានល្បឿនលឿនគួរសមគឺល្បឿនរបស់វាឈានទៅដល់ 30,000 ពិន្ទុជាង Huawei P8 Lite ត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Lollipop ដែលជាប្រព័ន្ធប្រតិបត្តិការចុងក្រោយសូមអ្នកទាំងអស់គ្នាក្រឡេកមកមើលសមត្ថភាពចាប់យករូបភាពរបស់ Huawei P8 Liteសរុបសេចក្តីមក Smartphone ស៊េរី Huawei P8 Lite នេះគឺជា Smartphone ដែលមានទំហំធំល្មមក្នុងការចាប់កាន់ងាយស្រួលក្នុងការប្រើប្រាស់ហើយមានល្បឿនលឿនគួរសមចំណែកកាមេរ៉ារបស់វាក៏មានគុណភាពច្បាស់ល្អផងដែរ Smartphone ស៊េរី Huawei P8 Lite នេះមានលក់នៅលើទីផ្សារកម្ពុជាហើយក្នុងតម្លៃប្រហែលជា$240ចំពោះបងប្អូននិងប្រិយមិត្តដែលកំពុងតែស្វែងរកជាវ Smartphone ស៊េរី Huawei P8 Liteសូមតាក់ទងមកកាន់ Cam Top Tech លក់ទំនិញអនឡាញស្មោះត្រង់ស្តង់ដារតាមរយៈលេខទូរស័ព្ទ098 21 37 36សូមអរគុណបងប្អូននិងប្រិយមិត្តដែលបានតាមដានទស្សនាវីដេអូស្ដីពីការបង្ហាញលក្ខណៈសម្បត្តិរបស់ Smartphone ស៊េរី Huawei P8 Lite ពី Cam Top Tech